នេះហើយគឺជាក្បួនដង្ហែព្រឹត្តិការណ៍អង្គរសង្គ្រាមដ៏ធំអស្ចារ្យមែនទែនដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងអារម្មណ៍របស់ខ្ញុំផ្ទាល់ពេលដែលបានថតនៅព្រឹត្តិការណ៍មួយនេះរំភើបស្ទើរស្រក់ទឹកភ្នែកហើយសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញនៅទស្សនីយភាពដ៏អស្ចារ្យនេះផ្ទាល់ភ្នែកប្រកាសជាមានអារម្មណ៍ដូចខ្ញុំនេះអញ្ចឹងក្បួនដង្ហែព្រឹត្តិការណ៍អង្គរសង្គ្រាមនេះគឺធំយកតែមែនទែនណាគេមានក្បួនតាមបែបផែនរបស់គេនីមួយមិនថាក្បួនដង្ហែព្រះមហាក្សត្រមានក្បួនក្មេងៗគាត់តុបតែងខ្លួនដូចជាមេអំបៅមេអីចឹងណានិយាយទៅពិសេសឲ្យប្លែកភ្នែកមែនទែនគេមានតាំងពីតុក្កតាយក្សគេមានតាំងពីទាញព្រាត់មិត្តភាពមិត្តអីចឹងទៅនេះហើយគឺជាព្រឹត្តិការណ៍អង្គរសង្គ្រាមឆ្នាំ2025ដែលយើងរងចាំជាយូរណាស់មកហើយជាមួយនឹងក្បួនដង្ហែដ៏អស្ចារ្យមែនទែនហើយក្នុងនឹងដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញចឹងផ្ទាំងទស្សនីយភាពរបស់គេមានច្រើនមែនទែននៅក្នុងតំបន់អង្គរវត្តផ្ទាល់តែម្ដងមានតាំងពីកន្លែងដែលគេសម្ដែងជាមួយនឹងក្បាច់គុនបុរាណខ្មែរយើងដែលសម្បូរបែបមែនទែនមិនថាល្បុក្កតោមិនថាក្បាច់គុនផ្សេងទេហើយជាពិសេសការទាញព្រាត់មិត្តភាពនេះគឺប្រវែងព្រាត់រហូតដល់ទៅ250ម៉ែត្រហើយមានអ្នកទាញនឹងរហូតដល់750នាក់មានតាំងពីយុវជនស្ម័គ្រចិត្តយើងមានតាំងពីសិល្បករសិល្បករនីហើយជាពិសេសក៏អនុញ្ញាតឲ្យជនបរទេសភ្ញៀវបរទេសដែលគាត់មកទេសចរនៅប្រទេសកម្ពុជាយើងគាត់បានចូលរួមលេងការទាញព្រាត់មិត្តភាពដ៏អស្ចារ្យនេះមែនទែនហើយបន្ថែមពីនឹងក៏មានការដង្ហែក្បួនជាច្រើនមិនថារបាំមិនថាអីទេដោយពុកម៉ែបងប្អូនអស់គ្នាបានឃើញនេះអញ្ចឹងណាគឺមកអស់ហើយគឺមកចម្រុះតែម្ដងហើយអ្វីដែលខ្ញុំព្រឺសម្បល់ជាងគេគឺក្បួនដង្ហែព្រះមហាក្សត្រគឺរៀបចំមកអូយល្អណាស់ហើយនេះហើយគឺជាការបង្ហាញនៅវប្បធម៌ខ្មែរយើងទៅកាន់ពិភពលោកឲ្យគេបានស្គាល់អញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះហើយជួយចែករំលែក share ផង like ផង comment ផង mention និយាយរួមគឺធ្វើយ៉ាងណាឲ្យទស្សនវិជ្ជាដែលពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនេះបានចែករំលែកទៅកាន់ពិភពលោកហើយសូម្បីតែការថតរូបរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាផុសលើបណ្ដាញសង្គមក៏ជាផ្នែកមួយដែលអាចជួយផ្សព្វផ្សាយវប្បធម៌ក៏ដូចជាទេសចររបស់យើងឲ្យកាន់តែទូលំទូលាយជាងមុនទៀតហើយដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺក្បួនដង្ហែគេគឺធំណាស់ហើយគេមានក្បួនខ្នាតរបស់គេមានតាមផែននីមួយមានយុវជនស្ម័គ្រចិត្តមិនថាក្មេងៗក៏មានដែរនិយាយទៅគឺកម្មវិធីដ៏អស្ចារ្យនេះគឺគេមានការគិតគូរច្បាស់លាស់ណាហើយខ្ញុំសរសើរមែនតើដល់ថ្នាក់ដឹកនាំអរគុណដូចគ្នាចំពោះថ្នាក់ដឹកនាំដែលបានរៀបចំនៅព្រឹត្តិការណ៍អង្គរសង្គ្រាមនេះឲ្យបានលេចចេញជារូបរាងឲ្យអស្ចារ្យបែបនេះហើយដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញចឹងក្បួនដង្ហែនីមួយគេរៀបចំមកនិយាយទៅគឺអស្ចារ្យមែនតើហើយខ្ញុំអរគុណមែនតើសម្រាប់យុវជនស្ម័គ្រចិត្តយើងមិនថាក្មេងមិនថាចាស់មិនថាអីទេសូម្បីតែសិល្បករនឹងគឺចូលរួមជួយគ្នាម្ដាយមួយជើងនៅក្នុងការធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍អង្គរសង្គ្រាមរបស់យើងកាន់តែអស្ចារ្យកាន់តែសម្បើមណាហើយពួកគាត់នឹងហើយគឺលះបង់មែនតើតាំងពីកម្លាំងនិយាយទៅញើសហូតសស្រាក់ទាំងអស់គ្នាតែម្ដងប៉ុន្តែគាត់អត់មានរុញរានៅក្នុងការចូលរួមសម្ដែងនឹងទេទោះបីមេឃភ្លៀងក៏ដោយសម្ដែងទាំងក្រោមមេឃភ្លៀងអីចឹងណានេះប្រៀបដូចជាការប្រោះព្រំរបស់ទេវតាឆ្នាំថ្មីនៅក្នុងថ្ងៃទី1អញ្ចឹងពេលដែលកំពុងតែសម្ដែងមេឃភ្លៀងមកទៀតហើយពួកគាត់គឺអត់មានរុញរារត់ទៅណាទេគឺនៅតែសម្ដែងឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាថ្នាក់ដឹកនាំបានទស្សនាដូចគ្នាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមកលេងនៅក្នុងខេត្តសៀមរាបកុំភ្លេចមកមើលក្បួនដង្ហែព្រឹត្តិការណ៍អង្គរសង្គ្រាមដែលគេធ្វើរយៈពេល3ថ្ងៃពេញតែម្ដងមិនមែនធ្វើតែមួយថ្ងៃដែលខ្ញុំបានថតហ្នឹងណាគឺគេធ្វើតាំងថ្ងៃទី15និងថ្ងៃទី16អញ្ចឹងកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាហើយជួយថតរូបថតវីដេអូផុសនៅលើបណ្ដាញសង្គមដើម្បីធ្វើយ៉ាងណាឲ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយនៅព្រឹត្តិការណ៍អង្គរសង្គ្រាមរបស់យើងនៅក្នុងឆ្នាំ2025នេះហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេត្រួសខ្លីៗហើយចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ